នឹងឲ្យសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងយកលំហាត់មួយទៀតមកគឺលំហាត់ធននិមិត្តម្ដងណាហើយដោយសារពេចគណិតគឺយើងរៀនបានច្រើនហើយដល់យើងយកធននិមិត្តម្ដងហើយធននិមិត្តនេះវាជាធននិមិត្តមួយមិនជាស្រួលប្រហែលទេបងប្អូនមិនចាំទ្រឹស្ដីមានថាយើងពិបាករកណាអូខេឥឡូវមើលសិនអូខេមុននឹងចូលដល់ប្រធានសូមបងប្អូនជួយ like share ណា subscribe channel របស់គ្រូអូខេឥឡូវបន្តបន្ទាប់យើងមានត្រីកោណ ABC មួយកែកត្រង់ A ដែលមានរង្វង់ AB ស្មើនឹង A+3 AC ស្មើនឹង B.1 ហើយ BC ស្មើនឹង 4x ដក 2ហើយគូសកម្ពស់អាហារដែល x គិតជាសង់ទីម៉ែត្របាទ x គិតជាសង់ទីម៉ែត្រខ្ញុំមើលនេះសង់ទីម៉ែត្រទេណាអូខេហើយកគេឲ្យយើងគណនា AB AC BC និងអាហារហើយខគេគូសរង្វង់ចិត្តអូមមួយនៅលើមេយ៉ាទ័រនៃជ្រុង BC ហើយកាត់តាម B និង C ហើយកាត់បន្លាយ BA និង CA រៀងគ្នាត្រង់ E និង F ហើយ M គឺជាចំណុចប្រសពរវាង HA និង EF បន្ទាប់មកគេអាចបង្ហាញថាត្រីកោណមុំ MAE ស្មើនឹងមុំ MEA ហើយនិងមុំ MFA ស្មើនឹងមុំ MAF វិញណាវាច្រាស់គ្នាហើយសំណួរដដែលក៏ឲ្យបង្ហាញថាត្រីកោណ ABH ដោយត្រីកោណ AFE ហើយរួចទាញផលជារំណូចក្នុងលំហាត់ទាំងអស់នេះលោកគ្រូលើកយកមក3ដំណាក់កាលណាដំណាក់កាលទី1លោកគ្រូលើកសំណួរខមកស្រាយសំណួរកមកស្រាយសិនហើយសំណួរខនឹងមាន2វីដេអូទៀតសម្រាប់សំណួរខហើយសំណួរកមួយវីដេអូអញ្ចឹងយើងមើលស្រាយនឹងសំណួរកអូខេសំណួរឥឡូវចម្លើយគឺគេឲ្យយើងគណនា AB ណា AB AC និង AH ហើយដោយសារវាមានជាប់បញ្ញត្តិ x អញ្ចឹងអ្នកទាំងគ្នាទៅរក x ឲ្យឃើញសិនណារក x ឲ្យឃើញសិនអញ្ចឹងដើម្បីរក x បានឥឡូវទៅមើលក្នុងរូបលោកគ្រូរូបត្រីកោណ ABC នឹងមួយសិនមកណាអញ្ចឹងត្រីកោណ ABC នេះគឺកែងត្រង់ A ដែលមានរង្វាស់ដូចឲ្យក្នុងរូបហើយក្នុងរូបយើងវាជាប់បញ្ញត្តិ x ណាកាលណាយើងរក x មិនឃើញមានន័យថាយើងរកតម្លៃ AB AC និង BC នឹងមិនឃើញទេអញ្ចឹងយើងទៅរក x សិនអញ្ចឹងដើម្បីរក x បានវាពាក់ព័ន្ធនឹងទ្រឹស្ដីពីតឺហ្គើវិញមួយណាទ្រឹស្ដីពីតឺហ្គើអញ្ចឹងទ្រឹស្ដីពីតឺហ្គើមានថាការ៉េនៃ hypotenuse ស្មើនឹងផលបូកការ៉េនៃជ្រុងជាប់ទាំងពីរណានៃមុំកែងអញ្ចឹងយើងមើល BC ការ៉េណាដោយសារ BC ជា hypotenuse អញ្ចឹង BC ស្មើ AB ការ៉េបូក AC ការ៉េតបមកយើងចំនួនតម្លៃលេខនឹងចូលណាតម្លៃដែលគេឲ្យនឹងចូលទៅអញ្ចឹង BC ស្មើនឹង 4x ដក 2 អញ្ចឹងលើកជាការ៉េស្មើនឹង AB គឺ x បូក 3 AC គឺ x ដក 1ណាអញ្ចឹងចំនួនហើយយើងពលាតវាចេញពលាតតាមប្រព័ន្ធដែលយើងរៀននឹងឯងគឺ A ដក B លើកជាការ៉េឬក៏ A បូក B លើកជាការ៉េហ្នឹងតបពីពលាតបានណាអ្នកទាំងអស់គ្នាមើលគឺអានេះពេលដែល A លើកជាការ៉េគឺ 4x លើកជាការ៉េគឺ 16x ណា 16x 2 ដង AB 2គុណ2 4 4គុណ4 16 16x ណាហើយបូក B ការ៉េគឺ2ការ៉េណាស្មើនឹង4អញ្ចឹងដូចគ្នាដែរយើងពលាតអញ្ចឹងដូចគ្នាទាំងអស់បន្ទាប់មកយើងស៊ីសងគ្នាទៅយើងឃើញថានៅសល់ 6x ការ៉េដក 16x ដក 6ស្មើនឹង0នេះយើងបោះមកជារៀងបន្ទាប់មកយើងដាក់ជាផលគុណកតាដើម្បីទាញរកតម្លៃ x ណាអញ្ចឹងយើងទាញផលគុណកតាមកយើងឃើញ x ដក 3កតា 6x បូក 2អ្នកនរគ្នាអាចរកតាមវិធីណាក៏បានដែរឲ្យតែឃើញអញ្ចឹងឬក៏ធ្វើតាមវិធីគុណខ្វែងធ្វើតាមវិធីថែមបន្ថយតួអីចឹងទៅណាអូខេហើយបន្ទាប់មកយើងឲ្យតម្លៃកតានីមួយស្មើ0មកគឺឲ្យ x ដក 3 ស្មើ0និង x ស្មើ3អញ្ចឹងអានេះយកណាអញ្ចឹងជ្រុងរបស់ត្រីកោណគឺជាតម្លៃវិជ្ជមានណាអ្នកនរគ្នារកឲ្យឃើញអវិជ្ជមានអត់យកទេx ត្រូវតែធំជាង0ណាអញ្ចឹងមើលមួយទៀតអញ្ចឹង 6x ដក 2បូក 2 ស្មើ0ចំណុច x ស្មើដក 2 លើ 6 តូចជាង0អញ្ចឹងអត់យកទេណាព្រោះតម្លៃ x มันអាចអវិជ្ជមានបានអញ្ចឹងយើងតម្លៃ x ដែលយើងត្រូវយកគឺ x ស្មើនឹង3បន្ទាប់មកយើងយក x ស្មើ3ជំនួសទៅក្នុងជ្រុងមួយគឺរាតម្លៃដែលយើងរកណាអញ្ចឹងចំពោះ x ស្មើ3ណា
នាំឲ្យ AB ស្មើប៉ុន្មានដែល AB យើងគឺស្មើ x បូក3ជាងស្មើ3បូក3ស្មើ6ណានេះណាគឺ AB នេះមើលឃើញនេះ AB គឺ x បូក3ណាបន្ទាប់មក AC គឺ 3x ដក1នេះ AC អញ្ចឹងយើងចំនួនរំលែក x ដែលយើងរកឃើញមកគឺ3គុណ3 9ដក1សល់8ហើយមួយទៀតគឺ BC យ៉ាងដែរគឺ4គុណ3ដក2អញ្ចឹង4គុណ3ដក2គឺស្មើនឹង10អញ្ចឹង AB ស្មើនឹង6 AC ស្មើ8និង BC ស្មើនឹង10ហើយមួយទៀតយើងទៅរក AH អញ្ចឹង AH រកតាមណាបាទកណនី AH ដើម្បីរក AH បានទី1យើងត្រូវចេះរូបមន្តទំនាក់ទំនងមេត្រាកោណកែងឬក៏ទំនាក់ទំនងកលាផ្ទៃនៃត្រាកោណមើលកែងហ្នឹងណាទំនាក់ទំនងមេត្រាកោណកែងនៃទំនាក់ទំនងទីនេះជាទី3ហ្នឹងណាអញ្ចឹង AH គុណ BC យើងយក AH គុណឲ្យ BC នេះមកស្មើអានេះគុណនេះណាអញ្ចឹងយើងអាចប្រើទំនាក់ទំនងហ្នឹងមិនចេញអញ្ចឹងយើងមិនអាចទៅរកពីទៅអីផ្សេងទៀតចេញក្រៅពីទំនាក់ទំនងមួយហ្នឹងទេអញ្ចឹងបងប្អូនអត់ចាំទំនាក់ទំនងហ្នឹងមានន័យថាយើងរក AH អត់ឃើញទេណាអញ្ចឹងយើងប្រាប់គេទៅតាមទំនាក់ទំនងមៀតនៅក្នុងត្រាកោណកែងយើងបានបាទ AH គុណ BC ណាស្មើនឹង AB គុណនឹង AC បន្ទាប់មកយើងទាញរក AH អញ្ចឹងនាំ AH ស្មើនឹង AB គុណនឹង AC លើ BC អញ្ចឹងចំនួនលេខចូលមកឃើញ3សង់ទីម៉ែត្រ30ចែក10មក3អូខេអញ្ចឹងដូចនេះ AB យើងអាចប្រាប់គេបានឬក៏មិនបាច់ប្រាប់យើងគូសតែបន្តទៅនេះក៏បានណាដូចនេះ AH ស្មើនឹង3 AB ស្មើ6 AC ស្មើ8និង BC ស្មើនឹង10អូខេយើងនឹងជួបគ្នាបន្តទៀតនៅវីដេអូក្រោយសង្ឃឹមថាបងប្អូនតាមដានព្រោះសំណួរខមួយទៀតណាយើងចែកចេញជា3វីដេអូអញ្ចឹងក្នុងវិញ្ញាសាមួយនេះយើងចែកចេញជា3វីដេអូខ្លីៗ